ទីក្រុងខាងក្នុងទីក្រុងខាងក្នុងតើមានអ្វីខុសជាមួយអ្នកនៅក្នុងទីក្រុងចៅហ្វាយនាយលោកគ្រូសូមសង្គ្រោះទីក្រុងអ្នកជំងឺនៅទីក្រុងចាស់នោះនឹងមិនមានអាយុច្រើនទេតើបរិសុទ្ធចំណាស់ណែណាគាត់ក៏បានធ្លាក់ខ្លួនឈឺចាប់ផ្ដើមថ្ងៃនេះខ្ញុំកសែនឹងទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះអ្នកហើយតើអ្នកបានធ្វើអ្វីខ្លះនៅក្នុងទីក្រុងចាស់ពីមុនប្រហែលជាមានមនុស្សពីរបីនាក់នៅជុំវិញខ្ញុំព្យាយាមនាំខ្ញុំឡើងច្រើនចោលទាំងអស់ខ្ញុំបានខ្ជិះខ្ជាយឆ្នាំទាំងអស់នេះក្នុងការបង្រៀនអ្នកសូម្បីតែមើលមិនឃើញតាមរយៈល្បិចតូចមួយនេះវិធីសាស្ត្រនៃការព្យាបាលគឺខុសទាំងអស់សូមទោសលោកគ្រូខ្ញុំក៏ច្របូកច្របល់ដែរព្រោះខ្ញុំបារម្ភអ្នកមិនត្រូវបានអនុញ្ញាតឲ្យញ៉ាំនៅយប់នេះបាទខ្ញុំនឹងអាណិតទីក្រុងហេតុអ្វីបានជាអ្នកសើចថ្នាំមិនជូរចត់គ្រប់គ្រាន់ទេខ្ញុំមិនដឹងថាពេលណាខ្ញុំសន្លប់ទេតើពាក្យរបស់មនុស្សខ្លះរាប់ថាជាពាក្យដែរឬទេតើគាត់បាននិយាយអ្វីស្រឡាញ់ខ្ញុំអស់មួយជីវិតយើងនឹងនៅជាមួយគ្នារហូតដល់យើងចាស់អ្នកក៏ត្រូវផ្ដល់ឲ្យខ្ញុំនៅកូនពីរនាក់ផងដែរម្នាក់ដូចឪពុកដូចជាកុំនិយាយអ្វីខ្ញុំគិតថាខ្ញុំបានប្រែក្លាយសំណាងអាក្រក់ទៅជាពរជ័យប្រសិនបើវាមិនមែនសម្រាប់គ្រោះថ្នាក់នេះខ្ញុំខ្លាចថាខ្ញុំនឹងមិនបានឮពីអារម្មណ៍ពិតរបស់អ្នកក្នុងមួយជីវិតនេះយើងនឹងមិនបែកគ្នាទៀតទេបាទមិនដែលបែកគ្នាទេយុវជនពិតជាគ្មានការគ្រប់គ្រងខ្លួនឯងទេលោកគ្រូហេងខ្ញុំតែងតែគិតការហូរឈាមខាងក្នុងរបស់អ្នកបណ្ដាលមកពីការស្រូបផ្សែងវិជ្ជបណ្ឌិតបានមើលរំលងជាតិពុលនៅក្នុងខ្លួនរបស់អ្នកខ្ញុំស្ទើរតែធ្វើឲ្យអ្នកមានបញ្ហាប្រសិនបើវាមិនមែនសម្រាប់អ្នកខ្ញុំប្រហែលជាបានស្លាប់យូរហើយគេញាខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិយាយអំពីខ្លួនអ្នកបែបនេះទេជប់ស្រឡាញ់គេទៀតទៅដឺវីលើកនេះគេញាពិតជាមិនអាចបន្តបានទាំងស្រុងកំណត់ត្រាវិទ្យាសាស្ត្ររបស់អ្នកពិតជាមានភាពប្រសើរឡើងបន្តិចម្ដងតាមទ្រឹស្ដីមិនគួរមានការកើតឡើងវិញនៃជំងឺធ្ងន់ធ្ងរបែបនេះទេលុះត្រាតែហ៊ូហ្វៃលុះត្រាតែអ្នកទៅតាក់ទងនឹងអ្នកជួញដូរគ្រឿងញៀនពីក្រោយមកអរឆេនលេងខ្ញុំបានពិនិត្យឲ្យកន្លែងផ្សេងទៀតទាំងអស់ដែលខ្ញុំបានទៅរួចហើយបញ្ហាប្រហែលជាស្ថិតនៅក្នុងគ្រួសារតើភ្លើងធូបនេះដាក់នៅទីនេះនៅពេលណាវាគឺបន្ទាប់ពីខួបកំណើតរបស់បុរសចំណាស់លោកបានជ្រើសរើសពិសេសនៅកាដូខួបកំណើតជាច្រើនដែលលោកពេញចិត្តអំណោយសម្រាប់ចៅហ្វាយនីវ័យក្មេងធូបនេះត្រូវបានគេនិយាយថាមានអត្ថប្រយោជន៍ចំពោះសុខភាពគ្រូចាស់ប្រាប់ថាត្រូវអុជរាល់ថ្ងៃប្រអប់នេះខុសជាការពិតថ្នាំពុលដែលមានសកម្មភាពយឺតត្រូវបានបន្ថែមទៅវាប្រហែលជាវាជាប្រភេទសាឡាដែលអ្នកបានចូលរៀនកាលពីពេលនោះការស្រូបចូលវានឹងធ្វើឲ្យជាតិពុលកកុញនៅក្នុងមនុស្សធម្មតាវានឹងមិនមានប្រតិកម្មក្នុងរយៈពេលខ្លីទេប៉ុន្តែដោយសារអ្នកធ្លាប់ពុលថ្នាំប្រភេទនេះពីមុនមកប្រតិកម្មគឺលឿននិងខ្លាំងជាងអ្នកដទៃជាតិពុលរ៉ាំរ៉ៃតើអ្វីដែលលោកតាបានឲ្យយើងអាចមានបញ្ហាដោយរបៀបណាប្រភពមិនមែនជាជីដាទេនេះជាកាដូថ្ងៃកំណើតដល់ជីដារបស់គាត់គូស៊ីណានអនុញ្ញាតឲ្យខ្ញុំទៅតើអ្នកដឹងថាខ្ញុំជានរណាទេអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យខ្ញុំទៅដាក់អ្នកប្រហែលជាមិនដឹងថាអ្នកជានរណាទៀតទេមែនទេជីតាមានរឿងអីជាមួយខ្ញុំទៀតហើយនោះហើយជារបៀបដែលគ្រូសាហ្គាបានបង្រៀនអ្នកសម្រាប់មនុស្សចាស់បងប្អូនប្រុសខ្លួនឯងខ្ញុំគិតថាអ្នកបានបាត់បង់ការមើលឃើញថាអ្នកជានរណាច្បាស់ជាមានការយល់ច្រឡំខ្លះរវាងបុរសចំណាស់នឹងរឿងនេះតើអ្នកស្អប់ខ្ញុំខ្លាំងទេជាការពិតណាស់ខ្ញុំស្អប់វាអ្នកគ្រាន់តែទាញយកប្រយោជន៍ពីការកើតមុនខ្ញុំពី3ឆ្នាំហេតុអ្វីខ្ញុំត្រូវរស់នៅក្នុងស្រមោលរបស់អ្នកអ្វីគ្រប់យ៉ាងដែលគេជាមានគឺជារបស់អ្នកខ្ញុំគ្មានសិទ្ធិប្រកែកទេព្រោះតែខ្ញុំជាកូនខ្លាញ់ទាញគាត់ទៅឆ្ងាយរឿងរੂដល់ទីបញ្ចប់ខ្ញុំមិនចង់ឃើញកូនចៅដែលមិនស្មោះត្រង់នេះទៀតទេគេឆេងលេនការសងសឹករបស់អ្នកមិនទាន់មកដល់ទេលោកម្ចាស់ខ្ញុំឃើញថាអ្នកចាប់អារម្មណ៍នឹងគំនូរនេះណាស់តម្លៃបច្ចុប្បន្នគឺ38,000 រូបតើអ្នកចាប់អារម្មណ៍ទេសូមរងចាំបន្តិចអាយុតើនឹងមានពេលទេអ្នកប្រម៉ូទិញជាច្រើនបានសួរអំពីតម្លៃនៃគំនូរទាំងពីររបស់អ្នកតើយើងគួរទៅនិយាយគ្នាទេមិនបាច់ទេខ្ញុំនឹងទិញវាខ្ញុំចង់បានអ្វីគ្រប់យ៉ាងអំពីអ្នកគ្មានន័យទេបន្ទាប់មកខ្ញុំនឹងរុំវាសម្រាប់អ្នកដូច្នេះវាគឺជាអ្នក
ថ្ងៃណាអ្នកគឺជាអ្នកដែលធ្វើតាមខ្សឹបខ្ញុំមិនអាចអ្វីដែលអ្នកកំពុងនិយាយទេស្នាមរបួសនិងប្រឡាក់ឈាមនៅខាងក្រោយត្រចៀកតើលោកជាវត្រូវការពុស្តាំងបន្ថែមទៀតទេបងប្រុសជាន់ខ្ពស់តើវាមានន័យយ៉ាងណាអាយុគិតថាវាសាហាវពេកទេសម្រាប់ខ្ញុំមនុស្សដែលហ៊ានប្រថុយគ្រប់យ៉ាងដើម្បីការពារអ្នកនិងនៅក្បែរអ្នកច្បាស់ជាខ្ញុំគិតថាខ្ញុំអាចបន្តមើលថែអ្នកដោយក្តីស្រឡាញ់នេះប៉ុន្តែចុះអ្នកវិញតើអ្នកបានពិចារណាខ្ញុំទេគាត់ចង់រៀបការคล้ายៗជាមួយគាត់ជាជាងចាត់ទុកខ្ញុំតែងតែចាត់ទុកអ្នកជាបងប្រុសជិតស្និទ្ធបំផុតរបស់ខ្ញុំចុះបើខ្ញុំមានគ្រោះថ្នាក់តើអ្នកហ៊ានប្រថុយគ្រប់យ៉ាងដើម្បីសង្គ្រោះខ្ញុំទេខ្ញុំអាចធ្វើបានបងប្រុសច្បងអ្នកគឺជាគ្រួសាររបស់ខ្ញុំអាយុខ្ញុំពិតជាមិនអាចធ្វើអ្វីជាមួយអ្នកបានទេចាប់ពីចំណុចនេះទៅខ្ញុំជាបងប្រុសរបស់អ្នកក្នុងនាមជាបងប្រុសតើខ្ញុំគួរផ្ដល់អំណោយបែបណាដល់បងស្រីដឹងទេថាហេតុអ្វីបានជាឪពុកម្ដាយរបស់អ្នកគ្មានចិត្តចំពោះអ្នកម៉ាពេលឃើញយោពិតជាហ៊ានចាប់ដៃឪពុកម្ដាយខ្លួនឯងមែននេះជាការហួសចិត្តហាម៉ាពេលឃើញយោពិតជាហ៊ានចាប់ដៃឪពុកម្ដាយខ្លួនឯងមែននេះជាការហួសចិត្តកុំនិយាយម្ដងទៀតម្ជុលនេះនឹងធ្វើឲ្យអ្នករបួសយ៉ាងធ្ងន់ធ្ងរវានឹងមានអារម្មណ៍ថាស្លាប់ខ្ញុំនឹងនិយាយមើលថាគាត់គួរឲ្យស្រឡាញ់ប៉ុណ្ណាឃើញរបស់យើងគឺល្អខ្លាំងណាស់ផ្ដល់ស្នាមញឹមឲ្យគាត់ផងគាត់គួរឲ្យស្រឡាញ់ណាស់ហាហើយដល់នេះជាអ្នកណាបងប្អូនជីដូនមួយផ្ទះចាស់របស់យើងត្រូវបានទឹកនាំទៅដោយភ្លៀងខ្ញុំគ្មានកន្លែងស្នាក់នៅទេដូច្នេះខ្ញុំត្រូវមកពឹងលើអ្នកក្រឡេកមើលរឿងរញ៉េញ៉ៃនេះនៅលើតុនឹងឥតនេះនឹងមិនធ្វើទេខ្ញុំនៅតែអនុញ្ញាតឲ្យពួកគេទៅល្អអ្នកនិយាយជាមួយពួកគេអ្នកត្រូវតែនិយាយដោយប្រុងប្រយ័ត្នខ្ញុំនឹងទៅនិយាយជាមួយពួកគេនៅពេលក្រោយបងប្អូនជីដូនមួយនិងប្រពន្ធរបស់បងប្អូនជីដូនមួយទឹកដោះគោខ្លះគេងលក់ស្រួលនៅពេលយប់មិនអីទេអរគុណបងស្រីយើងបានរំខានអ្នកយើងនឹងផ្លាស់ទីនៅថ្ងៃស្អែកហើយវាពិតជាមិនអីទេមើលអ្វីដែលអ្នកកំពុងនិយាយផឹកទឹកដោះគោក្តៅបងប្អូនជីដូនមួយប្រពន្ធរបស់បងប្អូនជីដូនមួយបានស្រក់ទឹកភ្នែកទីបំផុតខ្ញុំបានរងចាំថ្ងៃនេះចាប់ពីពេលនេះទៅនេះនឹងក្លាយជាផ្ទះរបស់យើងហើយហាឬគ្រាន់តែច្របាច់គាត់ទេយើងមិនអាចច្របាច់គាត់ឥឡូវនេះបានទេមនុស្សគ្រប់គ្នាដឹងថាពួកគេមានកូនសម្រាប់គាត់ឥឡូវនេះតើយើងអាចបិទបាំងវាដោយរបៀបណាវានឹងមានឱកាសច្រើនក្នុងការសម្លាប់គាត់នៅពេលក្រោយក្មេងស្រីព្រៃតើអ្នកចង់បះបោះទេដូច្នេះអ្នកជាអ្នកសម្លាប់គ្រួសារខ្ញុំកាលពីពេលនោះជាតោឪពុកបង្កើតវាមិនត្រឹមតែបំផ្លាញគ្រួសារខ្ញុំប៉ុណ្ណោះទេវាថែមទាំងបណ្ដាលឲ្យខ្ញុំស្លាប់ទៀតផងពួកគេចង់ដុតខ្ញុំទាំងរស់អ្នកណាប្រាប់អ្នកថាអាក្រក់យ៉ាងនេះរឿងអកុសលរាប់មិនអស់គាត់ជាតារាឯកដែលត្រូវបណ្ដាសាចុះបើយើងជាប់ក្នុងរឿងនេះចុះហេតុអ្វីបានជាអ្នកនៅតែឲ្យខ្ញុំរៀបការជាមួយហ៊ូស៊ីណានពិធីបុណ្យសពរបស់យើងមិនអាចទទួលយកបានទៀតទេបើគ្មានការវិនិយោគរបស់គេជាទេយើងនឹងខ្សែធនជាយូរមកហើយមិនមានជំរឿនផ្សេងក្រៅពីរៀបចំអាពាហ៍ពិពាហ៍អំពើល្អបែបនេះគឺការរៀបការក្នុងគ្រួសារអ្នកមានមិនឲ្យកូនស្រីឯងទៅនរណាមិនដឹងថាកេសែនមានចរិតមិនទៀងស្ត្រីជាច្រើននៅជុំវិញតើខ្ញុំអាចឲ្យសត្វអូតរបស់ខ្ញុំលោតចូលទៅក្នុងរណ្ដៅភ្លើងដោយរបៀបណាបងប្រុសលីនខ្ញុំតែងតែចូលចិត្តអ្នកគ្រប់គ្រងបេតើអ្វីដែលធ្វើឲ្យគាត់ប្រសើរជាងខ្ញុំតើអ្នកហ៊ានប្រៀបធៀបខ្លួនឯងទៅនឹងត្រីខៀវទេតើអ្នកមិនខ្លាចថាខ្ញុំនឹងរៀបការក្នុងគ្រួសារគេទេពួកគេថែមទាំងបានរួមកម្លាំងជាមួយពួកគេដើម្បីដោះស្រាយជាមួយអ្នកបន្ទាប់ពីភ្លើងនោះរូបរាងរបស់អ្នកនឹងក្លាយទៅជាអាក្រក់មើលខ្លួនឯងកេសែនមិនបានសំបីតែមើលទៅអ្នកពួកគេគ្មានពេលដោះស្រាយជាមួយយើងទេវាពិតជាសាហាវណាស់ប្រសិនបើវាមិនមែនសម្រាប់ការជ្រៀតជ្រែករបស់អ្នកនៅក្នុងទីក្រុងចាស់ផែនការរបស់អ្នកគឺល្អឥតខ្ចោះបើមិនមែនដោយសារភ្លើងនោះវិញទេអរិយតូចមួយស្រាប់តែលេចចេញមកក្រៅគាត់ត្រូវបានសង្គ្រោះខ្ញុំបានប្រាប់អ្នកដូច្នេះអ្នកមិនសកម្មភ្លើភេទតតែសោះការពិតចេញមកបាទពួកគេមិនអាចបង្ហាញរូបភាពរបស់ជនរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំ
ខ្ញុំបានជឿថាវាជាការពិតខ្ញុំស្ទើរតែនឹកអ្នកពួកគេសុំនឹងស្លាប់អ្នកក៏បានយកទ្រព្យសម្បត្តិរបស់គ្រួសារបេមកវិញដែរល្អនិងអាក្រក់នៅទីបំផុតនឹងទទួលបានរង្វាន់តើអ្នកដឹងថាអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតដូច្នេះខ្ញុំមិនដឹងថាខ្ញុំក៏មានឪពុកម្ដាយដែលស្រឡាញ់ខ្ញុំដែរមិនមែនជាកូនដែលមិនចូលចិត្តតាំងពីកំណើតគ្រាន់តែពួកគេគ្មានអ្វីដែលពួកគេអាចធ្វើបានដើម្បីការពារខ្ញុំទេខ្ញុំនឹងនៅជាមួយអ្នកជានិច្ចចាប់ពីពេលនេះទៅតើអ្នកមិនបានទៅច្រើនឆ្នាំមែនទេម្សិលមិញស្ទើរតែសម្លាប់ខ្ញុំនាងនិយាយតាមពិតថាប្តីនាងខ្សោយមើលទៅខ្ញុំនៅតែមិនពេញចិត្តអ្នកក្មេងប្រុសនេះគឺតើមានអ្វីខុសតើនរណាក្នុងរូបថតនេះកាលខ្ញុំនៅក្មេងតើអ្នកបានទៅផ្លូវថង់លួកាលពី13ឆ្នាំមុនទេខ្ញុំមិនសូវចាំទេប៉ុន្តែខ្ញុំចាំថាមានភ្លើងឆេះផ្ទះនៅទីនោះផ្កាកុលាបជាច្រើនត្រូវបានដាំនៅតាមដងផ្លូវនោះជាផ្ទះរបស់ខ្ញុំដូច្នេះវាប្រែថាអ្នកគឺជាអ្នកដែលជួយសង្គ្រោះខ្ញុំនៅពេលនោះគ្រប់គ្នានិយាយថាវាជាការយល់ច្រឡំរបស់ខ្ញុំនោះជាមុខដែលខ្ញុំចាំនោះបញ្ជាក់យើងត្រូវបានកំណត់ឲ្យនៅជាមួយគ្នា